បាទសួស្តីបងប្អូនសិស្សានុសិស្សទី12ទាំងអស់ថ្ងៃនេះខ្ញុំចេញវីដេអូមកដើម្បីធ្វើការចែករំលែកព័ត៌មានខ្លះៗទាក់ទងទៅនឹងការរកជំនាញសិក្សាឬក៏គេហៅថាការដាក់ពាក្យអាហារូបករណ៍របស់ក្រសួងអប់រំយុវជននិងកីឡាខ្ញុំគិតថាបងប្អូនប្រហែលជាទទួលបានហើយនៅសភៅកម្រងអាហារូបករណ៍នេះហើយបងប្អូនក៏ទទួលបាននៅពាក្យស្នើសុំអាហារូបករណ៍ដែរនៅតាមវិទ្យាល័យរបស់បងប្អូននេះគឺជាกระดาษមួយសន្លឹកដែលពិតជាមានន័យណាស់សម្រាប់បងប្អូនទាំងអស់គ្នាខ្ញុំចង់ធ្វើការទាញចំណាប់អារម្មណ៍បងប្អូនឲ្យយកចិត្តទុកដាក់ក្នុងការបំពេញជំនាញបានត្រឹមត្រូវហើយជ្រើសរើសជំនាញណាដែលស្របទៅនឹងសមត្ថភាពក៏ដូចជាចំណង់ចិត្តរបស់បងប្អូនជាពិសេសគឺឆ្លើយតបនឹងតម្រូវការទីផ្សារការងារជៀសវាងការជ្រើសរើសជំនាញដែលបងប្អូនមិនស្រឡាញ់មិនពេញចិត្តប៉ុន្តែរើសដើម្បីបានអាហារូបករណ៍ពេលដែលបងប្អូនបានអាហារូបករណ៍បងប្អូននឹងបោះបង់ឱកាសការរៀននឹងវិញបាទជាបទពិសោធន៍កន្លងទៅបងប្អូនមួយចំនួនបានដាក់ពាក្យអាហារូបករណ៍ជាច្រើនបាទជាច្រើនហើយនៅពេលដែលបានជាប់អាហារូបករណ៍ពុំបានរៀនចប់ត្រឹមដល់ដើមទេគឺគេថារៀនបានពាក់កណ្ដាលឆមាសឬក៏មួយឆមាសក៏បោះបង់ការសិក្សាទៅក្រោមហេតុផលមួយចំនួនជាអាចដូចជាជំនាញមិនត្រឹមត្រូវនឹងសមត្ថភាពបាទជំនាញមិនត្រឹមត្រូវនឹងចំណង់ចំណូលចិត្តឬទេពកោសល្យចឹងបានធ្វើឲ្យយើងស្ដាយមែនទែនបងអូនមានឱកាសក្នុងការដាក់អាហារូបករណ៍ហើយប៉ុន្តែបងអូនមិនបានគិតល្អិតល្អន់ធ្វើឲ្យយើងស្ដាយក្រោយជាការពិតរៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់នៅអាហារូបករណ៍ជូនបងប្អូនទូទាំងប្រទេសដែលបែងចែកឆ្នាំនេះយើងបែងចែកជា7អត្ថភាពហើយសរុបចំនួនអាហារូបករណ៍គឺមានចំនួន9901នាក់បាទដោយបែងចែកជា7អត្ថភាពមានសិស្សទូទៅសិស្សនារីសិស្សក្រីក្រសិស្សតំបន់អាស៊ីយ៉ាលសិស្សពូកែទូទាំងប្រទេសសិស្សថ្នាក់ពីភាសាបារាំងខ្មែរនិងសិស្សពិការជាដើមអញ្ចឹង9000ច្រើនអត្ថភាពមាន7ប៉ុន្តែគឺជាឱកាសនៃការដាក់ពាក្យប្រកួតប្រជែងមួយដោយសារតែការប្រឡងបាក់ឌុបបងប្អូនដឹងហើយថាមានចំនួនរាប់ម៉ឺននាក់រហូតដល់100000នាក់ជារៀងរាល់ឆ្នាំអញ្ចឹងមានការប្រកួតប្រជែងខ្ពស់ការប្រកួតប្រជែងខ្ពស់ទាមទារឲ្យបងប្អូននឹងដាក់ពាក្យឲ្យបានត្រឹមត្រូវដើម្បីឲ្យយើងដាក់ទៅជាប់ហើយមានឱកាសរៀនបានចប់តាមដើមគឺចប់បញ្ញាបត្រដែលបងប្អូនបានដាក់ពាក្យនឹងជាវាកុំឲ្យដាក់ពាក្យឲ្យខុសរៀនបកកែប៉ុន្តែដាក់ការបំពេញពាក្យខ្វះចន្លោះធ្វើឲ្យយើងនឹងបាត់បង់ឱកាសឬក៏ការបំពេញជំនាញមិនបានត្រឹមត្រូវធ្វើឲ្យបងប្អូននឹងរៀនមិនបានពេញលេញបាទធ្វើឲ្យបងប្អូនស្ដាយក្រោយបែរជាបង់លុយរៀនវិញពេលក្រោយដោយសារតែជាប់អាហារូបករណ៍ហើយប៉ុន្តែជំនាញមិនស្រឡាញ់ធ្វើយើងបោះបង់ការអាហារូបករណ៍ចោលរៀនជំនាញផ្សេងបង់លុយបាទនេះគឺជារឿងគួរឲ្យសោកស្ដាយអញ្ចឹងខ្ញុំសូមឲ្យបងប្អូនធ្វើការពិចារណាបានល្អអន់បាទអាចសាកសួរលោកគ្រូអ្នកគ្រូឬក៏បងប្អូនដែលរៀននៅសាកលវិទ្យាល័យអំពីជំនាញនីមួយៗបាទថាតើបងអូនមានទេពកោសល្យសមត្ថភាពចំណង់ចិត្តធ្វើការនៅក្នុងកន្លែងណាបាទដើម្បីឲ្យបងអូនដឹងថាតើជំនាញនេះគេត្រូវការមុខវិជ្ជាអ្វីនៅក្នុងលក្ខខណ្ឌអាហារូបករណ៍ទី2តើជំនាញនេះគេរៀនពីអីខ្លះហើយទី3តើឱកាសទីផ្សារការងារនៅពេលរៀនចប់ជំនាញនេះអាចបម្រើការងារនៅក្នុងអនុវិស័យណាខ្លះនៅក្នុងផ្នែកណាខ្លះអញ្ចឹងបងប្អូនទៅស្វែងយល់ឬក៏ទទួលព័ត៌មាននេះឲ្យបានគ្រប់ជ្រុងជ្រោយជៀសវាងការរើសជំនាញតាមការអស់ទាញពីមិត្តភ័ក្តិឬក៏ការរើសជំនាញទាំងមិនភាពច្បាស់លាស់បាទលើគេថាល្អក៏ល្អទៅបាទអញ្ចឹងក៏រៀនតាមគេនិយាយដល់ពេលដែលជួបរឿងខ្លួនឯងក៏បោះបង់ទៅបាទអញ្ចឹងវាជារឿងអត់សប្បាយអញ្ចឹងបាទខ្ញុំចង់ឲ្យបងប្អូនធ្វើការពិចារណាដោយសារឆ្នាំនេះយើងមានអត្ថភាពចំនួន2បាទអញ្ចឹង2នេះគឺជារឿងសំខាន់ដែលបងប្អូនត្រូវការជ្រើសរើសគេឲ្យមានលេខរៀងទី1ទី2អញ្ចឹងជំនាញទី1បងប្អូនត្រូវរើសអីបងប្អូនត្រូវគិតឲ្យច្បាស់បងប្អូនត្រូវពិចារណាបងប្អូនត្រូវសួរយោបល់ពីអ្នកជំនាញខ្លួនជាពិសេសពីរៀមច្បងដែលគាត់បានសិក្សាជំនាញនោះឬក៏បានដឹងជំនាញនោះអ្វីដែលពិសេសនោះគឺមិនលំបាកគឺបងប្អូនអាចធ្វើការស្រាវជ្រាវបាទខ្ញុំគិតថាបងប្អូនមួយចំនួនធំនឹងមានទូរស័ព្ទឆ្លាតវៃឯបាទ smartphone ដើម្បីធ្វើការស្រាវជ្រាវអំពីជំនាញនីមួយថាតើជំនាញនេះគេរៀនពីស្អីត្រូវការចេះអ្វីខ្លះហើយរៀនចប់ធ្វើការអីខ្លះបានអញ្ចឹងបងប្អូនត្រូវស្វែងយល់អានឹងឲ្យបានច្បាស់មុននឹងចាប់ផ្ដើមបំពេញពាក្យដាក់ជំនាញឲ្យបានត្រឹមត្រូវឲ្យបានគ្រប់ប្រកបបាទបើមិនដូច្នោះទេបងប្អូននឹងមានការសោកស្ដាយនៅពេលខាងមុខដោយសារតែរើសជំនាញមិនត្រឹមត្រូវអញ្ចឹងក្នុងថ្ងៃនេះខ្ញុំក៏ចង់ចែករំលែកបងប្អូនអំពីជំនាញអនុវិស័យនៅក្នុងសេវាកម្មឧស្សាហកម្មមួយចំនួនមាន13អនុវិស័យនេះចង់ចែករំលែកទៅបងប្អូនឲ្យបានដឹង
ថាតើនៅក្នុងអនុវិស័យនេះមានជំនាញអីខ្លះហើយបងប្អូនយកទៅពិចារណាហើយគិតថាតើបេះដូងចំណងចំណូលចិត្តនិងក្តីសម័យរបស់បងប្អូនចង់ធ្វើការបម្រើគ្នានៅក្នុងវិស័យណាបាទខ្ញុំឧទាហរណ៍បាទយើងមាន13អនុវិស័យបាទទី1គឺអនុវិស័យស្នាក់នៅនឹងភោជនីយដ្ឋានបាទជាបើសិនបងប្អូនឆ្លាញ់អនុវិស័យមួយហ្នឹងគឺមានឱកាសការងារច្រើនអាចធ្វើជាអ្នកទទួលភ្ញៀវនាយកគ្រប់គ្រងសណ្ដាគារស្ថាបត្យករសំណង់អគារអ្នកដំឡើងនិងអ្នកផ្ដល់សេវាបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មានវិទ្យានិងអ្នកទំនងសាធារណៈអញ្ចឹងចង្កោមការងារទាំង5នេះគឺស្ថិតនៅក្នុងអនុវិស័យស្នាក់នៅនិងភោជនីយដ្ឋានបាទទី2គឺអនុវិស័យអប់រំបាទមានថាបើសិនជាបងប្អូនចង់បានអាជីពមួយចំនួនដូចជាគ្រូបង្រៀនភាសាជំនួយការគ្រូបង្រៀនបុគ្គលិកការិយាល័យទូទៅបុគ្គលិកផ្នែកគណនេយ្យនិងបញ្ជីការជាគ្រូបង្រៀននៅសាកលវិទ្យាល័យនិងវិទ្យាល័យនិងនៅគ្រឹះស្ថានអប់រំផ្សេងៗទៀតបាទនេះជាអនុវិស័យទី2ហើយអនុវិស័យទី3ដែលបងប្អូនអាចពិនិត្យពិចារណាគឺអនុវិស័យហិរញ្ញវត្ថុនិងធានារ៉ាប់រងបាទអញ្ចឹងមុខតំណែងដែលមាននៅក្នុងអនុវិស័យនេះមានជាអាចមន្ត្រីអនុទាននិងមន្ត្រីប្រាក់កម្ចីលេខាធិការដ្ឋានផ្នែករដ្ឋបាលនិងប្រណិប័តអ្នកលក់ឬទីផ្សារតាមទូរស័ព្ទអ្នកធ្វើការផ្នែកផ្ដល់ព័ត៌មានជូនអតិថិជនបុគ្គលិកការិយាល័យទូទៅបាទនេះជាប្រភេទអាជីពការងារទី3គឺអនុវិស័យសុខាភិបាលគឺមានតំណែងដូចជាគិលានុបណ្ណការជំនួយការពេទ្យការិយាល័យទូទៅអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រអ្នកបច្ចេកទេសវិទ្យាសាស្ត្រខាងថតកម្មអ្នកស្មីនិងអេកូសាស្ត្របាទអនុវិស័យបន្តទៀតគឺអនុវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យាដែលហៅថា ICT ហ្នឹងអញ្ចឹងមុខតំណែងមានដូចជាអ្នកដំឡើងនិងផ្ដល់សេវាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យាអ្នករចនា graphic និង multimedia ជាដើមបាទអនុវិស័យបន្ទាប់គឺអនុវិស័យផលិតគ្រឿងអេឡិចត្រូនិកនិងឧបករណ៍អគ្គិសនីបាទឱកាសការងារមានដូចជាខ្លាចជាអ្នកដំឡើងបរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកកម្មករផលិតកម្មវិស្វករឧស្សាហកម្មនិងផលិតកម្មអ្នកមើលការខុសត្រូវការផលិតអ្នកមើលការខុសត្រូវការផលិតក្នុងរោងចក្រអ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់បាទនេះគឺជាអនុវិស័យសំខាន់ដែលបងប្អូនអាចធ្វើការសិក្សាស្វែងយល់បន្ថែមជៀសវាងកុំឲ្យបងប្អូនមានការខ្វះចន្លោះតទៅទៀតគឺអនុវិស័យដឹកជញ្ជូនឃ្លាំងនិងភស្តុភារបាទគឺមានមុខតំណែងមួយចំនួនជាភ្នាក់ងារប្រមូលទំនិញចេញនិងដឹកជញ្ជូនចេញនិងបញ្ជូនតអ្នកនាំសារអ្នកដឹកជញ្ជូនកញ្ចប់អីវ៉ាន់និងអ្នកជួយយូវ៉ាលីបុគ្គលិកការិយាល័យទូទៅកម្មករផលិតកម្មវិជ្ជាជីវៈខាងផ្សព្វផ្សាយនិងទីផ្សារបាទនៅក្នុងអនុវិស័យបន្តទៀតគឺអនុវិស័យសំណង់ចឹងនៅក្នុងអនុវិស័យសំណង់មានការងារមួយចំនួនដែលបងប្អូនអាចស្ដាប់ដើម្បីធ្វើការស្វែងយល់ទីមួយគឺជំនួយការគណនេយ្យករអ្នកចាក់ប្លង់សេចាក់សាបជើងបូកនិងអ្នកធ្វើការដែលពាក់ព័ន្ធអ្នកលក់ឬអ្នកទីផ្សារតាមទូរស័ព្ទលេខាធិការទូទៅនិងអ្នកទទួលភ្ញៀវបាទអនុវិស័យបន្តទៀតគឺអនុវិស័យកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបបាទអញ្ចឹងមានដូចជាអ្នកបញ្ជាម៉ាស៊ីនដេរអ្នកធ្វើស្បែកជើងនិងការពារការងារពាក់ព័ន្ធអ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើងនិងម៉ាស៊ីនដែលពាក់ព័ន្ធអ្នកធ្វើការខាងដេរប៉ាក់និងពាក់ព័ន្ធអ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ច្រកដាក់ដបនិងផ្លាកសញ្ញាបាទអញ្ចឹងវាមានតំណែងផ្សេងៗទៀតនៅក្នុងអនុវិស័យនេះអនុវិស័យបន្ទាប់គឺអនុវិស័យផលិតអាហារនិងភេសជ្ជៈបាទអញ្ចឹងបងប្អូនប្រហែលជាធ្លាប់ស្មលើពីហ្នឹងហើយបាទអាហារនិងភេសជ្ជៈអញ្ចឹងយើងមានតំណែងមួយចំនួនទៀតដែលបងប្អូនអាចធ្វើការពិចារណាគិតទីមួយគឺអ្នកតំណាងលក់ផ្នែកពាណិជ្ជកម្មអ្នកបើកបររថយន្តធុនតូចរថយន្តឈ្នួលរថយន្តវ៉ែនបាទបុគ្គលិកធ្វើធ្គង់និងលទ្ធកម្មបុគ្គលិកផ្នែកកត់ត្រាខាងស្តុកទំនិញនាយកគ្រប់គ្រងការលក់និងទីផ្សារបាទអញ្ចឹងគឺជាតំណែងផ្សេងៗទៀតហើយតំណែងបន្ទាប់គឺតំណែងផលិតផលកៅស៊ូនិងផ្លាស្ទិកបាទអញ្ចឹងខ្លាចជាអ្នករៀបចំទំនិញតាមការធ្វើធ្នើក្នុងឃ្លាំងវិស្វករឧស្សាហកម្មនិងផលិតកម្មអ្នកបញ្ជាម៉ាស៊ីនផលិតជ័រកៅស៊ូអ្នកបញ្ជាម៉ាស៊ីនផលិតផ្លាស្ទិកជាដើមអនុវិស័យបន្ទាប់គឺអនុវិស័យផលិតឈើក្រដាសនិងបោះពុម្ពបាទចឹងគឺមានតំណែងដូចជាការគ្រប់គ្រងធនធានមនុស្សការគ្រប់គ្រងគុណភាពភាសាអង់គ្លេសគណនេយ្យការត្រួតពិនិត្យប្រតិបត្តិការបាទអនុវិស័យបន្ទាប់គឺអនុវិស័យកម្មន្តសារផ្សេងៗមានដូចជាកម្មករវេចខ្ចប់ដោយដៃបុគ្គលិកការិយាល័យទូទៅបុគ្គលិកធ្វើធ្គន់លទ្ធកម្មបុគ្គលិកផ្នែកកត់ត្រាខាងស្តុកទំនិញអ្នកជំនាញនឹងធានមនុស្សនិងការជ្រើសរើសបុគ្គលិកបាទអញ្ចឹងអនុវិស័យទាំង13នេះគឺជាធាតុចូលបន្ថែមទៀតសម្រាប់បងប្អូនក្នុងការពិចារណាថាតើបងប្អូនស្ថិតនៅក្នុងប្រភេទ
អនុវិស័យណាមួយបាទយើងត្រូវមានទិសដៅថាតើអនុវិស័យទាំង13នេះខាងលើនេះបងប្អូនមានចំណង់ចំណូលចិត្តឬក៏មានក្តីសម័យចង់ធ្វើការនៅក្នុងអនុវិស័យណានៅពេលដែលបងប្អូនបានដាក់គោលដៅរួចហើយថាបងប្អូនពេញចិត្តអនុវិស័យទាំងណាមួយក្នុង13ខាងលើនេះបងប្អូនអាចជ្រើសរើសជំនាញបាទអញ្ចឹងដល់ពេលយើងមើលអនុវិស័យហ្នឹងមានតំណែងមួយចំនួនអញ្ចឹងតំណែងណាដែលបងប្អូនស្រឡាញ់ដែលបងប្អូនប្រាថ្នាចង់បានឬក៏ចង់ធ្វើទៅពេលដែលបងប្អូនរៀនចប់ឬក៏កំពុងរៀននៅសាកលវិទ្យាល័យពេលបងប្អូនកំណត់អំពីអត្តសញ្ញាណនៃតំណែងនៃអនុវិស័យនឹងហើយវាផ្ដល់ភាពងាយស្រួលសម្រាប់បងប្អូនក្នុងការកំណត់ប្រភេទជំនាញបាទគឺថាតើជំនាញណាដែលផ្ដល់លទ្ធភាពឲ្យបងប្អូនអាចទៅសិក្សាឬក៏អាចទទួលបានឱកាសយកតំណែងនោះបាននៅក្នុងអនុវិស័យមួយនោះបាទអញ្ចឹងវាជារឿងប្រតិកលាគ្នាដែលទាមទារឲ្យបងប្អូនត្រូវធ្វើការពិចារណាបានល្អល្អនឹងឆ្លុះបញ្ចាំងពីខ្លួនឯងខ្ញុំគិតថាបងប្អូនមកដល់ពេលនេះគឺមានឱកាសច្រើនណាស់ក្នុងការទទួលបានព័ត៌មានបាទជាពិសេសបងប្អូនអាចចូលទៅមើល page ក្រសួងការងារក៏ដូចជាទីផ្សារងារជាតិបុរបរនិងការងារបានតែងតែបង្ហាញអំពីប្រភេទការងារតម្រូវការទីផ្សារការងារជាច្រើនសម្រាប់សង្គមជាតិយើងបាទជាការពិតនៅក្នុងបរិបទបច្ចុប្បន្នកម្ពុជាយើងពិតជាត្រូវការកម្លាំងពលកម្មជំនាញទៅកាន់អ្នកជំនាញខ្ពស់បាទនៅពេលដែលបងប្អូនបានចំណាយពេលទៅមើលទៅអានរបាយការណ៍របស់ក្រសួងឬក៏ទីវិជាតិបុរបរបងប្អូននឹងឃើញថាតើតម្រូវការទីផ្សារការងារមានអីខ្លះសម្រាប់ពេលខាងមុខបាទបងប្អូននឹងធ្វើការដើម្បីអនាគតខាងមុខមិនមែនធ្វើការដើម្បីអតីតកាលទេបាទគឺយើងធ្វើសម្លឹងមើលតើជាចក្ខុវិស័យរបស់រដ្ឋាភិបាល5ឆ្នាំក្រោយពីបងប្អូនរៀនចប់ទីផ្សារណាដែលសំខាន់ជាតម្រូវការរបស់សេដ្ឋកិច្ចនិងសង្គមកម្ពុជាយើងបាទជាជាងយើងរកជំនាញបំបានគិតអំពីតម្រូវការទីផ្សារវាធ្វើឲ្យយើងមានជំនាញហើយប៉ុន្តែយើងវាពុំមានឱកាសគ្រប់ជ្រុងជ្រោយពុំមានឱកាសច្រើនក្នុងការបំពេញការងារទេបាទជាធម្មតានៅពេលដែលយើងរើសរៀនជំនាញមួយដែលជាតម្រូវការទីផ្សារការងារទី1ការងារងាយស្រួលរកទី2ប្រាក់ខែក៏ខ្ពស់បាទនេះគឺជាឱកាសសម្រាប់យើងដែលបានដឹងអំពីតម្រូវការទីផ្សារការងារសម្រាប់ពេលខាងមុខបាទអញ្ចឹងខ្ញុំសង្ឃឹមថាការចែករំលែកនេះនឹងផ្ដល់ជាធាតុចូលខ្លះៗជូនបងប្អូនសិស្សទី12ទាំងអស់ក្នុងការគិតពិចារណាបាទទី1គឺការបំពេញពាក្យអាហារូបករណ៍របស់ក្រសួងអប់រំយុវជននិងកីឡាសូមបងប្អូនជ្រើសរើសការបំពេញពាក្យឲ្យបានត្រឹមត្រូវទៅតាមការណែនាំជាពិសេសបងប្អូនកុំភ្លេចមើលលើអត្ថិភាពបាទដែលក្រសួងផ្ដល់ជូនបាទអញ្ចឹងនៅក្នុងកណ្ដាស់ដាក់ពីនេះគឺមានអត្ថិភាពជាហោហែអញ្ចឹងបងប្អូនបើសិនជាបងប្អូនមានអត្ថិភាពណាមួយកុំភ្លេចដាក់អត្ថិភាពនោះជឿវៀងបងប្អូនលឿនពេកបញ្ញាប់ពេកធ្វើឲ្យបងប្អូនរំលងអត្ថិភាពដែលខ្លួនមានធ្វើឲ្យបាត់បង់ឱកាសជាការពិតការប្រកួតប្រជែងអាហារូបករណ៍របស់ក្រសួងអប់រំយុវជនកីឡាគឺជាការប្រកួតប្រជែងទូទាំងប្រទេសបាទអញ្ចឹងមិនមែនបងប្អូនតែនៅក្នុងវិទ្យាល័យមួយក្នុងខេត្តមួយគឺទូទាំងប្រទេសគឺដាក់ពាក្យអាហារូបករណ៍ដូចគ្នាបាទអញ្ចឹងឱកាសនេះគឺជាឱកាសល្អបើសិនបើបងប្អូនមានអត្ថិភាពច្រើនយើងដាក់ទៅយើងមានឱកាសច្រើនណាស់ព្រោះនៅក្នុងនេះគឺគេបែងចែកទៀតបាទបើសិនជាបងប្អូនអត្ថិភាពក្រីក្រប្រមាណភាគរយដាច់ស្រយាលប្រមាណភាគរយបាទនារីប្រហែលភាគរយបាទអញ្ចឹងគឺជាឱកាសដែលបងប្អូនត្រូវពិនិត្យឲ្យបានល្អិតល្អន់ក្នុងការដាក់ពាក្យអាហារូបករណ៍ជៀសវាងបងប្អូនដាក់ពាក្យអាហារូបករណ៍លឿនពេកវាធ្វើឲ្យយើងស្ដាយក្រោយបាទជាក់ស្ដែងទាំងអស់គ្នាខ្ញុំចង់ចែករំលែកថាមានបងប្អូនមួយចំនួនជួនកាលគាត់អន្តិ B បាទអន្តិ B ទៅប៉ុន្តែគាត់បានចប់អាហារូបករណ៍ទេបាទតែគាត់បងប្អូនខ្លះសិស្សអន្តិបានអន្តិអន្តិ D បានចប់អាហារូបករណ៍ដោយសារគាត់បានបំពេញគ្រប់លក្ខខណ្ឌឬក៏គាត់បានបំពេញល្អណាស់នៅក្នុងជំនាញមួយព្រោះអីអាហារូបករណ៍គឺទូទាំងប្រទេសមិនមែនតែយើងប្រគល់ប្រជែងតែវិទ្យាល័យយើងណាដូចខ្ញុំលើកខាងដើមនេះបាទគឺទូទាំងប្រទេសអញ្ចឹងទាមទារបងប្អូនហ្នឹងធ្វើការពិនិត្យឲ្យបានល្អិតល្អន់បាទបានល្អក្នុងការដាក់អាហារូបករណ៍ដើម្បីទទួលបានអាហារូបករណ៍ទី1ទី2គឺបងប្អូនត្រូវពិនិត្យឲ្យច្បាស់អំពីជំនាញដែលបងប្អូននឹងជ្រើសរើសបាទអញ្ចឹងត្រឡប់ទៅគិតអំពីបេះដូងទេពកោសលឱកាសការងារតើអនុវិស័យទាំង13ហ្នឹងបងប្អូនជាបុគ្គលដែលចូលចិត្តបម្រើការងារនៅក្នុងអនុវិស័យណាមួយឬក៏តំណែងណាមួយហើយដល់ពេលដឹងថាតំណែងណាមួយហើយកំណត់វាបានហើយបងប្អូននឹងទៅគិតថាតើដើម្បីបានតំណែងនោះអនុវិស័យនោះបងប្អូនទៅរៀនជំនាញអីបាទឃើញទេអញ្ចឹងវាប្រតិកលាគ្នាដល់ពេលអាទី2បងប្អូនរើសជំនាញហើយបងប្អូននឹងរើសសាកលវិទ្យាល័យទៀតហើយបាទឬក៏គ្រឹះសាស្ត្រដំសាស្ត្រដែលជាគ្រឹះសាស្ត្រដំសាស្ត្រដែលផ្ដល់ជំនាញដល់បងប្អូនបាទនេះជារឿងសំខាន់ណាស់ដែលបងប្អូនត្រូវតែគិតហើយពិចារណាបានល្អន់ខ្ញុំសង្ឃឹមថាការចែករំលែកនេះនឹងផ្ដល់ជាធាតុចូលខ្លះសម្រាប់បងប្អូនយកទៅពិចារណានិងធ្វើការឆ្លុះបញ្ចាំងដើម្បីឲ្យបងប្អូនទទួលបានអាហារូបករណ៍ហើយមានឱកាសក្នុងការបញ្ចប់
ការរក្សាដោយជោគជ័យបាទជៀសវាងកុំឲ្យបានអាហារូបករណ៍ហើយប៉ុន្តែបោះបង់ការរក្សាវិញតែធ្វើឲ្យមានការសោកស្ដាយបាទព្រោះអីទាំងអស់គ្នាបងប្អូនខ្លះគ្រូសាខ្វះខាតគ្នាចង់បានអាហារូបករណ៍ប៉ុន្តែគាត់ដាក់ទៅអត់ជាប់ទេបាទប៉ុន្តែយើងចេះដាក់ទៅបាទដាក់ចោលទៅវាជាប់អត់រៀនអត់រៀនទៅគ្នាបាត់បង់ឱកាសឃើញទេវាធ្វើឲ្យយើងបាត់បង់ឱកាសសម្រាប់អ្នកផ្សេងមួយទៀតបាទយើងបានអាហារូបករណ៍តែយើងអត់រៀនរៀនបានមួយឈុំនេះបោះបង់ចោលបាត់ហើយគ្នានេះអ្នកខ្វះខាតដាក់អាហារូបករណ៍នឹងដែរតែអត់ជាប់ញឹកគ្នាបាត់បង់ឱកាសរៀនបាទស្ដាយចឹងថាបងប្អូនត្រូវពិនិត្យបានអត់អត់ក្នុងការដាក់ពាក្យអាហារូបករណ៍ហើយសូមមេត្តាយកដាក់ខ្លាំងទៅលើការរើសជំនាញសិក្សានៅសាកលវិទ្យាល័យជៀសវាងកុំឲ្យបងប្អូនរើសជំនាញទៅមិនស្របតាមតម្រូវការទីផ្សារការងារក៏ដូចជាតម្រូវការរបស់បេះដូងរបស់យើងបាទទេពកោសល្យរបស់យើងដែរបាទខ្ញុំសង្ឃឹមថាវីដេអូខ្លីនេះនឹងរួមចំណែកបន្ថែមទៀតជូនបងប្អូនហើយសូមជូនពរបងប្អូននៅពេលខាងមុខនេះគិតទៅមិនសល់បាទឥឡូវខែនេះចុងខែ5ហើយអញ្ចឹងវាខែ8បងប្អូននឹងប្រឡងសញ្ញាបត្រសុំសាទុតិយភូមិដែលជាការប្រឡងដ៏សំខាន់មួយទៅក្នុងជីវិតជាអ្នករៀនព្រោះអីបើយើងសម័យមើល11ឆ្នាំក្រោយដល់1ឆ្នាំមុនបងប្អូនប្រឡងអីមិនមានភាពតឹងតែងខ្លាំងប្រហែលទេមានថាអត់មានភាពអធិកអធមប្រហែលទេបាទប៉ុន្តែដល់បងប្អូនប្រឡងទី12គឺមានភាពអធិកអធមបាទគឺមានថាមានការរៀបចំតឹងរឹងមានការយាមការពារពីសំណាក់អាជ្ញាធរពាក់ព័ន្ធមានការចូលរួមច្រើនមែនទែនអញ្ចឹងវាជាឱកាសមួយបង្ហាញអំពីកិត្តិយសរបស់បងប្អូនដែលបានខិតខំចំណាយពេលវេលា12ឆ្នាំក្នុងការសិក្សាចំណេះទូទៅដើម្បីក្លាយជាធនធានសំខាន់បន្ថែមទៀតសម្រាប់ជួយសង្គមជាតិយើងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយសូមជូនពរបងប្អូនទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងសញ្ញាបត្របណ្ឌិតក៏ប៉ុន្តែប្រសិនបើបងប្អូនទទួលបានលទ្ធផលមិនទាន់ល្អទេសូមកុំអស់សង្ឃឹមតែបាទយើងមានឱកាសច្រើនណាស់បាទទៅយើងមានច្រកផ្សេងទៅច្រើនទៀតបាទជាការពិតបច្ចុប្បន្នអញ្ចឹងបាទខ្ញុំគិតថាបងប្អូនមានពេលទំនេរក៏មានឱកាសក្នុងការពិនិត្យឡើងវិញត្រឡប់ទៅមើលសាលាបច្ចេកទេសបាទដែលតម្រូវការសំខាន់ណាស់នៅក្នុងប្រទេសយើងគឺតម្រូវការអ្នកបច្ចេកទេសបាទអញ្ចឹងមានបងប្អូនខ្លះបែរជាមើលរំលងមុខវិជ្ជាបច្ចេកទេសនៅតាមសាលាបច្ចេកទេសវិញមានថាគាត់សម្រុកមកតែសាកលវិទ្យាល័យទេគាត់ចង់បានគេថាកិត្តិយសតែមជានិស្សិតនៅសាកលនេះទៅប៉ុន្តែគាត់ភ្លេចគិតថាស្ថានភាពបច្ចុប្បន្នឬក៏អនាគតតើកម្ពុជាត្រូវការអ្នកបច្ចេកទេសកម្រិតណាបាទនេះគឺជាការបញ្ញាអារម្មណ៍មួយចង់បងប្អូនធ្វើការឆ្លុះបញ្ចាំងឲ្យពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយយើងមើលឲ្យបានច្រើនច្រកបាទមើលឲ្យច្រើនច្រកសាលាបច្ចេកទេសជាជំរើសសំខាន់ណាស់ដែលបងប្អូនមិនគួររំលងហើយដែលបងប្អូនខ្លះត្រូវតែចាប់យកឲ្យជាប់ព្រោះអីជាការពិតសេដ្ឋកិច្ចយើងពិតជាត្រូវការអ្នកដែលមានជំនាញច្បាស់លាស់បាទត្រូវការកម្លាំងពលកម្មជាក់លាក់ណាស់អញ្ចឹងសិតតែជាសាលាបណ្ដុំបណ្ដាលល្អសម្រាប់បងប្អូនក្នុងការគិតនិយាយរួមទៅបងប្អូនមានចម្រោះច្រើនបាទមកសាកលវិទ្យាល័យឬក៏ទៅសាលាបណ្ដុំបណ្ដាលបច្ចេកទេសបាទល្អដូចគ្នាបាទគាត់ថាតែបេះដូងយើងទៅមួយណាបាទបេះដូងយើងចង់អាជីពមួយណាបាទទៅខ្លួនឯងបាទកុំតាមគេបាទកុំឃើញគេទៅនោះទៅតាមគេបាទព្យាយាមមើលហើយខ្ញុំសង្ឃឹមថាបងប្អូននឹងធ្វើការពិចារណាបានគ្រប់ជ្រុងជ្រោយមុននឹងដាក់ពាក្យអាហារូបករណ៍ហើយសង្ឃឹមថាបងប្អូននឹងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងដំណើរជីវិតជាអ្នកសិក្សាបាទក្នុងនាមជារឿងច្បងម្នាក់មានតែពីជូនពរហើយសូមអរគុណចំពោះការតាមវីដេអូនេះសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ជាធាតុចូលឬក៏ប្រយោជន៍ខ្លះៗសម្រាប់បងប្អូនសិស្សនៅទី12ទាំងអស់គ្នាបាទសូមអរគុណ